ទទួលបដិសន្តានកិច្ចក្នុងកិច្ចស្វាគមន៍យ៉ាងកក់ក្ដៅក្រៃលែងចំពោះវត្តមានដ៏ឧត្តមឧត្តមថ្លៃថ្លារបស់ឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតហ៊ីមមិនហៀងដែលបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ផ្ដល់កិត្តិយសលើកទឹកចិត្តក្នុងពិធីវគ្គបំពេញជំនាញរកក្រោះរំពេចដែកអាវុធគ្រប់គ្រងអ70និងអាវុធប្រឆាំងរកក្រោះនាឱកាសនេះយោងសច្ចាប័នលេខ038ឆ្លាស់2014ផកស្ដីអំពីផែនការវឹកវើនៃកងយុទ្ធពលខេមរៈភូមិន្ទយោងសច្ចាប័នលេខ012ផក2015ចុះថ្ងៃទី20ខែកុម្ភៈឆ្នាំ2015ស្ដីអំពីផែនការវឹកវើរបស់បញ្ជាការដ្ឋានអន្តរជាតិនិងយុទ្ធប្រសាសន៍និងចំណាយឯកភាពឯកឧត្តមនាយឧត្តមសេនីយ៍គតិបណ្ឌិតបានឯកភាពដ៏ខ្ពង់ខ្ពស់ឲ្យបើកវគ្គបំពេញជំនាញរកក្រោះរំពេចដែកអាវុធប្រតិកម្មអ70ប្រឆាំងរកក្រោះនៅថ្ងៃទី15ខែសីហាឆ្នាំ2015គឺសំដៅពង្រឹងពង្រីកថែបំពេញលើមុខជំនាញបច្ចេកទេសគ្រឿងចក្រនិងសមត្ថភាពប្រើប្រាស់ឲ្យកាន់តែស្ទាត់ជំនាញឆ្លើយតបតាមបទបញ្ជានិងមានគុណធម៌វិន័យសេចក្តីថ្លៃថ្នូរនាយទាហានរងនិងពលទាហានកងអន្តរកម្មរកក្រោះរំពេចដែកនិងអាវុធគ្រប់គ្រងការពិគរដៅដល់ខាងអន្តរជាតិនៃកងយុទ្ធពលបាញ់គោលដៅទៅមួយប្រមូលភ្នំ100មីលីម៉ែត្រ1 2 3បាច់សាស្នាមមួយគ្រឿងម្ដងតាមលំដាប់ដោយលេខរៀងមួយដើម្បីបើកពេចមុខសញ្ញារួចតែ20បានកពេចមុខសញ្ញារួចលេខ22បានកពេចមុខសញ្ញារួចបាទតែខ្ញុំបានកពេចមុខសញ្ញារួចតែកពុតបានកពេចមុខសញ្ញារួចកពេចមុខសញ្ញារួច
ទៅមួយប្រមូលភ្នំ100 មីលីម៉ែត្រ1 2 3បាច់ mộtគ្រឿងម្ដងតាមលំដាប់ដោយលេខរៀងអុយ ដើម្បីបើកំពេចមុខសញ្ញារួចតែ20បានកំពេចមុខសញ្ញារួចលេខ22បានកំពេចមុខសញ្ញារួចបាទតែ